នេះគឺជាកាមេរ៉ានៅក្នុងក្តីសម័យរបស់ខ្ញុំពីកាមេរ៉ា ZV-E10 ធម្មតាមកជា set បែបនេះដែលខ្ញុំបានធ្វើការថតពីវាហើយក៏មានបងប្រុសម្នាក់បានធ្វើការសួរមកកាន់ខ្ញុំតាក់ទងជាមួយនឹងការ set up អញ្ចឹងថ្ងៃនេះខ្ញុំនឹងមកបង្ហាញដល់អ្នកនរគ្នាពីរបៀបក្នុងការ set up កាមេរ៉ា set មួយនេះតោះយើងទៅ set up កាមេរ៉ានឹងទាំងអស់គ្នាអញ្ចឹង gear យើងមានប៉ុណ្នេះហើយអូខេនេះគឺជា gear ដែលយើងត្រូវការ set up នឹងថ្ងៃនេះមាន monitor មានថ្មមាន battery របស់កាមេរ៉ាមានខ្ចៅមាន memory ជាមួយនឹង plate ចាប់ជាមួយនឹងថ្ម L របស់យើងហើយជាមួយនឹងខ្សែ D-tab ជាមួយនឹងខ្សែ HDMI ដែរនេះគឺជាគ្រឿងដែកដែលយើងត្រូវការនៅថ្ងៃនេះដើម្បីធ្វើការ set up ដែរយើងមានគ្រឿងដែកដូចជា top handle side handle ជាមួយនឹងប្រដាប់ដាក់កាមេរ៉ានេះអូខេតឥឡូវយើងទៅ set up ពីទាំងអស់គ្នាអូខេយើងយកកាមេរ៉ាយើងដាក់ថ្មនេះគឺជា small rig របស់យើងអូខេបន្តមកយើងត្រូវចាប់ជាមួយនឹង top handle អូខេនេះយើងឲ្យមកតំណាក់អីកាមេរ៉ារបស់យើងបានប៉ុណ្នេះហើយមានជាមួយនឹង monitor top handle side handle ជាមួយនឹងថ្ម L ខាងក្រោយហើយជាមួយនឹងជើងដែលយើងត្រូវការចាប់ជាប់អញ្ចេះអូខេនឹងមកគ្នាឃើញអូខេឃើញថា set up យើងបានរួចរាល់ហើយនេះគឺជារូបរាង set up កាមេរ៉ារបស់យើងហើយយើងមាន monitor យើងមាន lens យើងមានកាមេរ៉ាយើងមានថ្មខាងក្រោយជាមួយនឹងជើងចាប់ជាមួយនឹង tripod ខាងនេះយើងក៏មាន side handle ដែរអូខេនេះគឺជារូបរាងពេញរបស់កាមេរ៉ារបស់ខ្ញុំអូខេអញ្ចឹងបើសិនជាអ្នកនរគ្នាមានអីចង់សាកសួរបន្ថែមអ្នកនរគ្នាអាច comment នៅក្នុងវីដេអូនេះបានបាយបាយ